ត្រូវការសន្តិភាព ខ្ញុំត្រូវការសន្តិសុខ សន្តិសុខអ្នកទាំងពីរត្រូវការខ្ញុំមែន មែនទេយើងកំពុងនិយាយអំពីសន្តិភាពនិងសន្តិសុខសម្រាប់ស្ត្រីនិងគ្រួសារតើ អាហ្នឹងគឺជាការគ្មានសង្គ្រាមទៅលើមនុស្សស្រីមែន ប្រហែលហើយមើលទៅ សន្តិសុខរបស់ស្ត្រីគឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់សុភមង្គលរបស់គ្រួសារនិងសង្គមជាតិទាំងមូលដើម្បីកសាងស្នាមញញឹមគ្រួសារបុរសត្រូវដឹងថាស្ត្រីត្រូវការអ្វី ស្ត្រីត្រូវការបំផុតគឺអារម្មណ៍សុវត្ថិភាពទាំងផ្លូវកាយនិងផ្លូវចិត្តហើយបើស្ត្រីមិនបានទទួលសន្តិភាពទាំងផ្លូវកាយនិងផ្លូវចិត្តទេគឺពួកគាត់នៅតែព្រួយបារម្ភជានិច្ចការការពារអំពីអំពើហិង្សានិងផ្ដល់សិទ្ធិស្មើៗគ្នាក៏ដូចជាការកសាងរបងជាតិដ៏រឹងមាំមួយ ចង់ដឹងមែនមកជួបខ្ញុំចាំខ្ញុំសម្រាប់ សប្រាប់នៅណា អបអរសាទរទិវានារីអន្តរជាតិ8មិនិនាខួបទី115ឆ្នាំ2026ជួបជាមួយនាងខ្ញុំ Vivian MC ជាមួយនឹងវាយខ្វាត់ដ៏សំខាន់មួយរូបទៀតនៅថ្ងៃទី3មិនិនាឆ្នាំ2026ខាងមុខនេះវេលាម៉ោង8ដល់ម៉ោង11ព្រឹកនៅឯមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជាជប៉ុនឬហៅកាត់ថា CJCC រួចរាល់ឡើងវេទិកាចែករំលែកដ៏សំខាន់នេះកំពុងរងចាំអ្នក